ដើមមកដល់ពេលនេះសុទ្ធតែជួបរឿងរ៉ាវបទពិសោធន៍ច្រើនខ្លាំងមែនទែនសម្រាប់ខ្លួនឯងតែនៅពេលនេះខ្ញុំចង់ជម្រាបប្រាប់បងប្អូនមួយដែលខ្ញុំបានចងចាំទុកក្នុងខួរក្បាលខ្ញុំខ្លាំងមែនទែនហើយអត់ដែលភ្លេចទេបងប្អូនគេថាប្រសិនបើយើងមិនផ្ដល់តម្លៃឲ្យខ្លួនឯងទោះបីជាយើងមានទឹកចិត្តល្អប៉ុណ្ណាធ្វើល្អប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍និងគ្មានអ្នកណាខ្វល់ពីយើងដែរនៅពេលដែលយើងទន់ខ្សោយការលះបង់និងចិត្តសប្បុរសរបស់យើងគឺគ្មានតម្លៃតែនៅពេលដែលយើងខ្លាំងរឹងមាំការគោរពនិងការដឹងគុណដែលយើងចង់បានពីមុនមកនឹងរត់មករកយើងដោយឯងទំនាក់ទំនងរបស់មនុស្សគឺជាការផ្លាស់ប្ដូរនៅតម្លៃនិងប្រយោជន៍ផលប្រយោជន៍អត្តចរិតមនុស្សគឺបែបនេះវាជាធម្មជាតិដែលយើងត្រូវតែទទួលត្រូវតែដឹងមិនមែនគេមកស្រឡាញ់យើងដោយសារតែយើងស្រឡាញ់គេមុនទេគេមកស្រឡាញ់យើងដោយសារតែភាពខ្លាំងពូកែរបស់យើងគុណតម្លៃរបស់អ្នកគឺជាអ្វីគ្រប់យ៉ាងរបស់អ្នកផ្ទាល់តែម្ដងខ្ញុំស្រឡាញ់ខ្លាំងមួយឃ្លាដែលគេនិយាយថានៅពេលដែលយើងទន់ខ្សោយការលះបង់និងចិត្តសប្បុរសរបស់យើងគឺគ្មានតម្លៃឆ្ងាញ់ខ្លាំងណាស់បងប្អូនមួយឃ្លានេះឆ្ងាញ់ខ្លាំងមែនទែន